ស្វាគមន៍បងប្អូនមកកាន់ការវិភាគតម្លៃហាងឆេងមាសប្រចាំថ្ងៃនៅថ្ងៃពហុថ្ងៃទី4ខែមិថុនាឆ្នាំ2026តម្លៃមាសដែលយើងកំពុងតែធ្វើការព្យាករណ៍នៅព្រឹកនេះស្ថិតនៅក្នុងតម្លៃ$4,470ក្នុង1អោនដែលស្មើនឹង$5,385ក្នុង1តម្លឹងភាពប្រែប្រួលក៏ដូចជាដំណើរទីផ្សារមាសបានហោះនឹងកើនឡើងមកវិញបន្ទាប់ពីបានទម្លាក់ខ្លួនកាលពីម្សិលមិញធ្លាក់រហូតដល់តម្លៃ$4,423ក្នុង1អោនឈានចូលព្រឹកថ្ងៃពហុនេះផងដែរតម្លៃមាសបានកើនឡើងមកលើវិញប្រមាណជា$54ក្នុង1តម្លឹងលោតមកដល់តម្លៃ$4,477ក្នុង1អោនភាពប្រែប្រួលក៏ដូចជាដំណើរទីផ្សារមាសនៅក្នុងថ្ងៃទី4នេះឬក៏រហូតដល់ថ្ងៃស្អែកថ្ងៃសុក្រគឺទំនោរក៏ដូចជាដំណើរទីផ្សារមាសនឹងមានការកើនឡើងទៅលើដូច្នេះបងប្អូនអាចព្យាយាមនឹងរកឱកាសនៅក្នុងការជួញដូរបានបើតាមការវិភាគបច្ចេកទេសរបស់ខ្ញុំនៃដំណើរទីផ្សារមាសនៅថ្ងៃនេះរហូតដល់ថ្ងៃស្អែកផងដែរគឺទំនោរទីផ្សារនឹងមានទំនោរ up trend ហើយទិសដៅមានការកើនឡើងច្រើនដូច្នេះសម្រាប់ការជួញដូរប្រចាំថ្ងៃគឺបងប្អូនអាចរកឱកាសតែទិញបានហើយទំនោរទីផ្សារនៅក្នុងម៉ោងនេះពេលនេះទៅគឺយើងកាត់បន្ថយលើការ sell សម្រាប់ការលក់គឺបងប្អូនអាចលក់ទាញផលចំណេញខ្លីៗបានហើយបើឱកាសរងចាំទិញគឺល្អបំផុតដោយសារតែទិសដៅទំនោរទីផ្សារនឹងមានការកើនឡើងមកលើវិញអាចជាមជ្ឈុំក្នុងថ្ងៃនេះក៏ឡើងហើយថ្ងៃស្អែកក៏អាចបន្តឡើងទៅលើបន្ថែមទៀតផងដែរអញ្ចឹងការវិភាគប្រចាំថ្ងៃនៅថ្ងៃទី4នេះផងដែរតម្លៃមាសដែលអាចមានការកើនឡើងរហូតទៅដល់តម្លៃ$4,500ទៅចន្លោះ$4,540ក្នុង1អោនបើយើងរំពឹងឬក៏ប្រៀបធៀបតម្លៃបច្ចុប្បន្នទីផ្សារបានឡើងប្រមាណជាខ្ទង់$55ក្នុង1ដុល្លារហើយអញ្ចឹងតម្លៃនេះគឺអាចនឹងទៅបន្ថែមទៀតនៅក្នុងពេលថ្ងៃរសៀលឬក៏ពេលយប់ផងដែរទោះបីជាឡើងបានត្រឹមតែ50លេខហើយក៏ដោយការលក់គឺយើងអាច sell ខ្លីបានប៉ុន្តែទិសដៅគឺបងប្អូនអាចរងចាំទិញដូចជាតម្លៃទីផ្សារដែលបានទម្លាក់ខ្លួនមកបែបនេះគឺយើងមានទំនោរនៅក្នុងការកើនឡើងគឺយើងរកតែឱកាសទិញដើម្បីទាញផលចំណេញពីការជួញដូរនៅថ្ងៃទី4នេះទេបងប្អូនសម្រាប់តម្លៃមាសប្រចាំថ្ងៃនេះគឺយើងអាចរងចាំទិញដ៏ល្អហ្នឹងគឺ$4,440ទៅចន្លោះ$4,410ក្នុង1អោនទំនោរទីផ្សារគឺការវិភាគរបស់យើងមានការកើនឡើងទៅលើប៉ុន្តែប្រសិនបើតម្លៃមាសព្យាយាម down ចុះមកក្រោមវិញគឺអាចកើនត្រឹមតំបន់$4,440ទៅចន្លោះ$4,410ក្នុង1អោនយើងនៅតែអាចទិញដេញឡើងដោយសារតែគោលដៅនៃការវិភាគនិងការព្យាករណ៍របស់យើងទំនោរទីផ្សារនៅក្នុងថ្ងៃនេះអាចលោតទៅដល់$4,500ទៅចន្លោះ$4,550ក្នុង1អោនដែលជាតំបន់ដែលយើងទាញផលចំណេញឬក៏ដាក់ TP នៅក្នុងស្រួលនឹងផងដែរចំណែកតំបន់ដែលយើង sell រងចាំលក់ខ្លីៗនៅចន្លោះតំបន់$4,500ទៅចន្លោះ$4,540ក្នុង1អោនការព្យាករណ៍របស់យើងគឺទំនោរទីផ្សារ up trend ជាការ recommend ជារួមគឺរងឱកាសទិញនិងរងចាំទិញឲ្យបានច្រើននៅថ្ងៃសុក្រចុងសប្តាហ៍នេះផងដែរគឺមានព័ត៌មាន Non-Farm Payroll ចេញមកនៅម៉ោង7:00កន្លះដែលធ្វើឲ្យទីផ្សារមាសមានការប្រែប្រួលច្រើនទំនោរទីផ្សារក៏ដូចជាដំណើរមាសនៅពេលបច្ចុប្បន្ននៅតែបន្តដើរកម្រិតមធ្យមទៅមកអត់ទាន់ចាក់ចេញពីតំបន់ដែលបានដើរនៅក្នុងខែចាស់នៅឡើយទេប៉ុន្តែនៅពេលដែលទិន្នន័យ Non-Farm ចេញមកនៅថ្ងៃសុក្រចុងសប្តាហ៍នេះរួចរាល់តម្លៃមាសនៅសប្តាហ៍ក្រោយអាចនឹងមានការមូលច្រើនបើថាឡើងគឺលំហូរ up ព្យាយាមឡើងរហូតបើថាចុះក៏រៀងចុះចូលដូចគ្នាផងដែរយ៉ាងណាក្តីទំនោរទីផ្សារនឹងអាចបត់ទៅតាមទិន្នន័យព័ត៌មាន Non-Farm ចេញរួចនៅសប្តាហ៍ក្រោយអញ្ចឹងយើងរងចាំមើលនិងរងចាំជួញដូរទាំងអស់គ្នាសម្រាប់ការទាញផលចំណេញប្រចាំថ្ងៃ